មើលទៅអំតេងវិញគាត់ភ័យស្ទើរតែលោះព្រលឹងចេញពីខ្លួនបាត់ទៅហើយដោយសារតែនៅយប់នោះគាត់បានឃើញទស្សនវិជ្ជាសាហាវខ្លាំងពេកបន្តិចក្រោយមកពួកគាត់ក៏បានឃើញមនុស្សចម្លែកមួយយ៉ាងធំផុសឡើងនៅខាងក្រោយផ្ទះរបស់តាឡាំរូបគេខ្ពស់ប្រហែលទៅនឹងដើមដូងចំណែកឯដៃជើងរបស់គេវិញគឺវែងខ្លាំងមែនទែនភ្លាមនោះអ៊ំតេងក៏លាន់មាត់ថាចុះមកលបល់យកធ្វើយ៉ាងម៉េចតាខ្លាបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះខ្ញុំសូមលើកយករឿងរ៉ាវចម្លែកមួយទៀតហើយមកចែករំលែកជូនពុកម៉ែបងប្អូនស្ដាប់កម្សាន្តបើសិនជាបងប្អូនចង់ដឹងថារឿងរ៉ាវវាចម្លែកយ៉ាងម៉េចខ្លះសូមពុកម៉ែបងប្អូនបន្តតាមដានស្ដាប់ជាមួយនឹងខ្ញុំដូចតទៅផ្ទៃមេឃស្រទុំអាប់អូរពោពេញទៅដោយពពកខ្មៅដេកដាស់ប្រសាទតាមខ្យល់បក់មកពីទិសនិរដីសំដៅទៅទិសឦសានពន្លកស្លឹកឈើថ្មីកំពុងតែបង្ហាញសម្រស់អំពីការលូតលាស់ត្រួយថ្មីដោយសារតែដំណក់ទឹកភ្លៀងនាដើមរដូវវស្សានៅលើស្លឹកឈើទាំងនោះទាំងស្លឹកឈើចាស់និងស្លឹកឈើដែលទើបតែលូតលាស់ថ្មីពោពេញទៅដោយដំណក់ទឹកភ្លៀងនិងសន្សើមទឹកភ្លៀងបរិសម្នាក់កំពុងតែកាន់រំពាត់ប៉ុនម្រាមដៃដើរទៅមុខបណ្ដាលវាយស្លឹកឈើដែលនៅខាងមុខរបស់គាត់បណ្ដាគាត់វាយស្លឹកឈើទាំងនោះដើម្បីឲ្យដំណក់ទឹកភ្លៀងឬសន្សើមទឹកភ្លៀងជ្រុះស្ងួតអស់ខ្លះបើពុំដូច្នោះទេខោនិងអាវរបស់គាត់ច្បាស់ជាត្រូវតែទឹកជោកដោយសារតែសន្សើមទឹកភ្លៀងហើយត្រូវរងាញ័រញាក់ទាំងព្រឹកព្រលឹមជាក់ជាពំខាននោះឡើយបរិសម្នាក់នោះមានឈ្មោះថាអ៊ំតេងគាត់កំពុងតែនាំផ្លូវបរិសពីរនាក់ទៀតដើរឆ្លងកាត់តំបន់មួយនៅភាគខាងជើងនៃប្រទេសកម្ពុជាហើយបរិសទាំងពីរនាក់ដែលអ៊ំតេងកំពុងតែនាំដំណើរនោះពួកគាត់គឺជាបំប៉ាន់និងបងសាំងនោះឯងអ៊ំតេងនិងអ៊ំពាន់គឺជាខ្លានឹងគ្នាតាំងពីជំនាន់សម័យសង្គ្រាមមកម្លេះមែនតើទៅមុនពេលដែលពួកគាត់ទាំង3ធ្វើដំណើរចូលទៅរកបាញ់សត្វនោះអ៊ំពាន់បានបបួលបងសាន់បងប៉ាន់និងអ៊ំឈួនទៅលេងឯស្រុកកំណើតរបស់អ៊ំតេងក៏ប៉ុន្តែអ៊ំឈួនគាត់មិនបានទៅចូលរួមនោះទេដោយសារតែប្រពន្ធរបស់គាត់មិនសូវជាស្រួលខ្លួនឯងចឹងទៅអ៊ំពាន់ក៏សម្រេចចិត្តទៅតែ3នាក់គឺទៅជាមួយបងសាន់និងបងប៉ាន់ដែលជាកូនប្រុសរបស់គាត់តែប៉ុណ្ណោះដល់ឡែកផ្ទះអ៊ំតេងវិញគឺនៅក្បែរព្រំដែនឡាវឯណោះចំណែកឯផ្លូវដើរក៏មិនសូវជាស្រួលប្រហែលដែរហើយរយៈពេលដែលធ្វើដំណើរពីទីរួមខេត្តព្រះវិហារទៅភូមិរបស់អ៊ំតេងក៏ពួកគាត់ត្រូវដេកផ្លូវច្រើនយប់ដែរគឺរហូតដល់ទៅ2យប់ឯណោះព្រោះអីពេលនោះពួកគាត់មិនអាចបោះឡានចូលទៅបានទេគឺពួកគាត់ត្រូវផ្ញើឡានទុកហើយធ្វើដំណើរដោយថ្មើរជើងផ្ទាល់តែម្ដងមែនតើទៅអ៊ំពាន់គាត់ចង់ទៅពិនិត្យមើលភូមិសាស្ត្រដែលអ៊ំតេងកំពុងតែរស់នៅផងបើសិនជាអំណោយផលអីក្រោយរដូវភ្លៀងធ្លាក់គាត់នឹងទៅរកធ្វើជំនួញនៅឯភូមិរបស់អ៊ំតេងតែម្ដងម្យ៉ាងកិច្ចការជាមេភូមិរបស់គាត់លែងកាន់ទៀតហើយគឺមានន័យថាគាត់បានចូលនិវត្តន៍ពីការងារជាមេភូមិរបស់គាត់បាត់ទៅហើយក៏លេចមកមើលដំណើរចូលព្រៃរកបាញ់សត្វរបស់អ៊ំតេងជាមួយបងប៉ាន់ក៏ដូចជាជាមួយបងសានវិញពេលនោះมันមានវត្តមានរបស់អ៊ំពាន់នោះទេដោយសារតែអ៊ំពាន់គាត់ឈឺគ្រុនផ្ដាសាយហើយគាត់ត្រូវដេកសម្រាកនៅឯផ្ទះរបស់អ៊ំតេងឆ្លៀតពេលនោះដោយសារតែនៅភូមិរបស់អ៊ំតេងមិនសូវសម្បូរត្រីអីនោះទេអ្នកភូមិភាគច្រើនពួកគេចូលចិត្តចូលព្រៃដើម្បីបាញ់យកសត្វមកធ្វើម្ហូបលហើយពេលដែលអ៊ំពាន់មកលេងផ្ទះហើយมันមានម្ហូបទទួលអ៊ំពាន់ឲ្យបានត្រឹមត្រូវអ៊ំតេងគាត់នៅមិនសុខនោះទេឆ្លៀតពេលដែលអ៊ំពាន់សម្រាប់ជាបាគ្រុនផ្ដាសាយអ៊ំតេងក៏សម្រេចចិត្តចូលព្រៃដើម្បីរកបាញ់សត្វដល់ឡែកបងប៉ាន់និងបងសាន់វិញដោយសារតែឃើញថាអ៊ំតេងគាត់ទៅតែម្នាក់ឯងហើយណាមួយពួកគាត់មិនសូវចេះទំនេរស្រាប់ផងពួកគាត់ក៏សូមអ៊ំតេងទៅចូលព្រៃជាមួយតែម្ដងទៅចំណែកឯអ៊ំតេងវិញកាលដែលមានគ្នាទៅជាមួយគាត់កាន់តែកក់ក្ដៅក្នុងចិត្ត
តបដីកន្លងមកគាត់ទៅណាមកណាតែម្នាក់ឯងនោះទេដោយសារតែគាត់មិនមានកូនប្រុសដោយអំពន់នោះទេគឺគាត់មានតែកូនស្រី2នាក់តែប៉ុណ្ណោះខណៈពេលដែលអ៊ំតេងកំពុងតែវាយស្លឹកឈើឲ្យជ្រោះទឹកសន្សើមបងប៉ាន់ក៏សួរអ៊ំតេងថាចុំផ្លូវនេះមិនសូវមានអ្នកដើរទេមែនពុកបងប៉ាន់ហៅអ៊ំតេងថាពុកដោយសារតែឪពុករបស់គាត់គឺជាខ្លាចជាមួយគ្នាម្ល៉េះហើយតាមទំនៀមគឺកូនរបស់អំពាន់ក៏ដូចជាកូនរបស់អ៊ំតេងពួកគេត្រូវគោរពក៏ដូចជាហៅអ៊ំតេងនិងអំពាន់ថាឪឬពុកដូចគ្នាអ៊ំតេងក៏តបវិញថាទេរាល់ដងដូចជាមិនអីទេអញអើយបែបខ្យល់ខ្លាំងហើយយ៉ាងបានជាត្រែងនឹងស្បូវវាដួលមកគ្របលើផ្លូវបែបនេះអ៊ំតេងនិយាយមិនទាន់ចប់ស្រួលបួលផងសំឡេងសម្រែកធ្ងោខ្លាំងក៏បន្លឺឡើងបងសាន់ក៏លន់មាត់ថាចុំសំឡេងពីណាគេធ្ងោអីទៅអ៊ំតេងក៏ស្រែកខាត់ថាចុំឈប់សិនទៅអាដែងដូចជាមិនសូវស្រួលទេខណៈនោះពួកគាត់មិនទាន់ទាំងនិយាយចប់ស្រួលបួលផងពួកគាត់ក៏ស្រាប់តែឃើញបរិសុទ្ធ2នាក់សែងបរិសុទ្ធម្នាក់ទៀតចំណែកសំឡេងស្រែកធ្ងោដែលពួកគាត់បានឮនោះគឺបរិសុទ្ធម្នាក់ដែលត្រូវបានគេសែងនោះឯងអ៊ំតេងក៏និយាយថាហាកើតស្អីអាដែនពីណាគេកាត់ស្អីព្រានដែនក៏តបវិញថាគឺប្អូនរបស់ខ្ញុំបងប្អូនរបស់ខ្ញុំត្រូវបានដំរីចុះប្រេងវារំលំដើមឈើដែលវារត់ឡើងហើយវាក៏ធ្លាក់ចុះមកឥឡូវវាឆ្លោះជើងបាត់ទៅហើយវាដើរមិនរួចទេខ្ញុំនឹងអាចេកក៏សម្រេចចិត្តសែងវាមកផ្ទះតែម្ដងទៅឮដូច្នោះអ៊ំតេងក៏សួរបញ្ជាក់ថាចុំដំរីចុះប្រេងអីក៏ស្ហើម្លេះអាដែនហើយប្អូនឯងឡើងដើមឈើតូចពេកទៅដឹងប្អូនរបស់ព្រានដែនក៏តបវិញភ្លាមថាមិនតូចទេបងតែដំរីនោះវាសាហាវខ្លាំងណាស់ហើយវាមិនមែនដំរីធម្មតាទេវាគឺជាពពួកដំរីសណាបងឮដូច្នោះបងសាន់និងបងប៉ាន់ក៏មើលមុខឯងមើលមុខអញព្រោះអីពួកគាត់ធ្លាប់តែឮគេនិយាយថាមានដំរីសតែមិនដែលបានឃើញដំរីពណ៌សផ្ទាល់ភ្នែកនោះឡើយដល់ឡាអ៊ំតេងវិញដោយសារតែគាត់ក៏មិនដែលជួបដែរឬគាត់ក៏តបវិញថាចុំអញដូចជាមិនជឿទេអាដាមព្រៃជាប់ភូមិយើងនេះមានដំរីសមកពីណានេះអញរស់នៅឡើងចិត្តមួយជីវិតទៅហើយណាមិនដែលឃើញមានដំរីសទេបើនៅក្នុងរឿងនិទានទើបអញជឿខ្លះពេលនោះទាំងព្រានដែនព្រានដាំនិងព្រានជេកពួកគេនិយាយព្រមគ្នាថាណែពួកខ្ញុំប្រាប់ត្រង់មិនជឿទេឥឡូវពួកលបងចូលទៅរកមើលខ្លួនឯងទៅបើមាននិស័យលបងច្បាស់ជាជួបជាមួយនឹងពួកវាហើយតែបើលបងជួបហើយខ្ញុំសង្ស័យតែរកផ្លូវចេញពីព្រៃមិនបានដូចពួកខ្ញុំផងក៏មិនដឹងដែរនោះអ៊ំតេងក៏តបវិញថាទេអញក៏មិនហ៊ានប្រមាថដែរតែបើពួកឯងច្បាស់ហើយអញក៏មិនថាអីថាវ៉ាន់ដែរណាឥឡូវចេះចុះចាំពួកអញទាំង3ជួយសែងប្អូនឯងទៅផ្ទះដែរចុះឮដូច្នោះព្រានដែនក៏តបវិញថាមិនអីទេលបងពួកខ្ញុំមកដល់នេះហើយដូចជាមិនចាំបាច់ឲ្យពលបងជួយទេតែបើលបងចង់ជួយពលបងអាចទៅជួយពួកគេវិញទៅអ៊ំតេងក៏សួរបញ្ជាក់ថាទៅជួយពីណាទៀតទៅអាដែនពួកឯងមានគ្នាជាប់នៅក្នុងព្រៃទៀតមែនព្រានដែនក៏តបវិញថាមិនមែនទេលបងពួកគេគឺជាអ្នកភូមិជាប់ជើងនេះឯងឥឡូវពួកគេកំពុងតែសម្រាកនៅឯខ្ទមរបស់លបងឯណោះបើពលលបងទៅដល់ខ្ទមលបងច្បាស់ជាជួបពួកគេហើយពួកខ្ញុំចង់ជួយគេដែរតែជួយយ៉ាងម៉េចបើដើមវារបួសធ្ងន់ដែរក្រោយមកព្រានដែននិងព្រានជេកក៏សែងព្រានដាំបន្តចូលទៅភូមិបាត់ទៅចំណែកឯអ្នកទាំង3វិញពួកគាត់ក៏ស្រោតដើរទៅមុខយ៉ាងលឿនដើម្បីឆាប់បានទៅជួបអ្នកដែលកំពុងតែសម្រាកនៅខ្ទមចការបស់អ៊ំតេងនោះក៏ប៉ុន្តែពេលដែលទៅដល់ពួកគាត់បានឃើញបរិសុទ្ធ5នាក់កំពុងតែរៀបចំសែងបរិសុទ្ធម្នាក់ចេញពីខ្ទមរបស់គាត់ហើយបើតាមអ៊ំតេងគាត់មើលទៅអ្នកទាំង5នោះគឺជាអ្នកភូមិក្បែរភូមិរបស់គាត់នោះឯង
ông tế có ban xua tới căn bộ kê thà mi rừng vây tờ bóng mấy có mi rbu thôn thô đọt nạn níขณะนู้บรอมเนี่ยดามินปกหมดสมองมีดทมสมาร์บอกเกมีสนามสะอย่างจานบรอมเนี่ยนกบานชลายตบจมูกหนึ่งอมเตงทามีนยังไม่ระบองขโมยขยมวิโจไปขังมุกนี้โรคบัญสัตแต่มันดังอย่างไม่วิบ้านเชียบันดอยออยดมเรยโจปรีทั่วบาวีดอกขนาดนี้บัสันจีขยมวิ่งมันอ้อยวีทั่วบาบดอกขนาดนี้ตีพลกระบอกวีจะบ้าจิตเตอร์ขยมcách chốt tập thể bát hơi bỏ nốt kế ní dây đào sầm lên thôn thôn bài kế khăn monster nổ tế đại khơi bỏ kế trơ ban đầm rây phụ báp đọt khả nổ bỏ nè đại tụm nòng chìa mà nè không chùm nòng pì nè đại trơ đầm rây chụp rây phụ báp nổ kế ban tộp chùm môi nâng bỏ đại miên sạ trao nổ thà oi phục hiểm dọc nghe vì chẳng mấy tới là bồn bà đầm rây nổวิการเลิงนี่พวกยงบังตบหนึ่งวิคลาได้แต่สบายรอวิดูจิกระดอกเฮ้ยบรอนกก็โตวิญญาณชื่อเจตาบังโรคตาคลังจันเตอต่อปริญญาโยกอโซนเติบเตตื้อไม่ม้าจำใส่สมอันตโรคเตะดมไรโนเอาพวกไอ้มือมาโดนน่ะนี่ยี่รู้พวกเกก็ใส่บรอชมูนิโซนโนเติบพมระบอกเกบัดเตอจำนายอามเตงวิ่งกอดมือมุกบกปานนั่งสันมันติดโดยให้กสูเนี่ยถึงปีหาปอยกันอย่างไม่ใช่บนโตโจไปเตี้ยหรือก็ตลบถึงภูมิไว้เนี่ยเป็นนุบงปันก็โตบินหาบนตามขยมเกิดยื่นกลมตอนตัววิ่งไอ้ยื่นแสะดาวมือจุดนี่สันเตอขยมหาดมไรนุวิจะบาจิบอ้าโจตะขนมไปเจอบัตตาหายวิมันเลยจำวิปหากรุ๊ปเป็นจังเตปกขณะนู้บงสันก็เป็นแถมทาแมนหายอมขยมก็เกิดโดยอาปานได้ไปได้เคยปีสกัดคลาฮันระบบบงปันนำบงสันโดยชนอมเต็งก็โปลตอบทาอันยุโรปตายเนี่ยคลาฮันโดยพวกไอเดต้าอันก็ปงตายจังเคยนำไรโซสลับพงต่อยื่นเกิดรีบจอมใบปรักไอไฮสันเตอร์ไม่มาจำยื่นโจตัดฝืดเนี่ยไอต้อนทั้งไงหนึ่งเมียนเป็นลื้อน่ะยี่รู้พวกก็จับดามเลียใบกันจอบได้บานจอบมองปีประเทศดำใบโหกนังบานชับบรรทอนน้าโจตะขนมปริเตียนโลใบปรักรวยหายพวกก็บรรทอนน้าโจตะขนมปริหายในเปได้พวกก็ดาโจตะบานประหารเชียใบกลัวไม้ปีกโตมาบอมทิ้งพวกก็บานตะดอลดำบอลมวยได้เนื้อตรังนู้มีนโกนพนมตัวมวยหายในตรังจังเก็บพนมนู้วิคือจีประพบตะกระบอกปลายมวยคือมีในฐานในตรังจังเก็บพนมนู้มีนตะโคเจนมกเลือดได้อย่างจานบังการบานจีประพบตะกระบอกปลายทอมมวยได้จีตัวเต๋อเกี่ยวดำบอลโนธากบ้าปลายโนไอบอลจีปีดำบอลโนวิ้งอมเต็งปรับธาบสันจีเนอร์เดอร์ปรังวิ้งเปลี่ยนไปสเตอร์ตายการสเปียรอยหายแต่ทุกเนี่ยดำใบรงจำบัญสัตในตรังโนโปรไอวีคือจีประพบตักสำหรับสัตว์กรุ๊ปเพศในขนมไพรโนกรอนแต่ดาวโจตดาวดมอนหุเพลี้ยมอมเต็งกับบานปรับบงปันนังบงสันธาต่อยื่นจับดาวมารีบจอมทุกเนี่ยในมดมในเตอร์ใดเมื่อเตอร์เนี่ยจ่าบอกเก๋โดยจีมันเสยหมอมเตยื่นเตอร์ตายรีบจอมทุกทำไมหายตัวบ้านน่ะบนโต๊ะหมกปกติกับบานใจเจียงขนี้ดอยไปโนอมเต็งตรอกบ่อยวัวจำนายบงปันนังบงสันปกติเรากับโกนเชือตัวละม้มดำใบจองทั่วเชื่อกำราธเนี่ยโลดไงลงิต้นมันเต็กปกติก็รีบจอมเนี่ยโนโรยหายปกติก็นมขนี้ล้างตะเด็กในเลือดเนี่ยโนดำใบรงจำไปยุบเช่นหมดดาวก็ปัตตายขณะไปได้ปกติกำปงแต่เด็กในเลือดเนี่ยโนปกติก็สลับตายลือสำเร็จสไลด์หาปีขังกรอมเนี่ยระบบปกติให้ไปได้ปกติเอาเมื่อเต๋อเนี่ยได้สไลด์หาปกติโนคือเจียบรอมีถมได้มีสะจานแต่บ้านดีใช้ชลงจมูกหนังอมติงการปีปรักในอักตอมระบอมติงหน่อยให้ไปได้บ้านดังแท้กี่คือจีมันเนี้ยได้ปกติบ้านจูบการปีปรักโดยชนกอมติงก็สู้เกธาจมป
ពលបងចូលមករកសត្វដែរអីណោះបរមម្នាក់នោះក៏តបជាមួយនឹងអំតេងថានេះខ្ញុំនាំលោកតាមកដំរីទៅរកទាក់ដំរីសម៉េចពលបងទៅចូលរួមជាមួយពួកខ្ញុំទេអំតេងក៏តបវិញថាទេពួកខ្ញុំដូចជាគ្មានបំណងចង់បានដំរីស្អីទេពួកខ្ញុំមកនេះគ្រាន់តែចង់បានសាច់បន្តិចបន្តួចទុកគ្រាន់ដោះទាល់ទេលបងពលបងទៅចុះពួកខ្ញុំមិនទៅទេហើយចុះពលបងគិតទៅរកដំរីសនោះនៅដល់ណាដែរណោះបរោះពុកមាត់ស្រមុំនោះក៏តបវិញថាទេពួកខ្ញុំមករកចិត្តនេះឯងព្រោះអីពួកអសនវាថាយប់មិញពួកវាត្រូវដំរីសនោះដេញជន់ពួកវានៅម្ដុំតំបន់នេះឯងចុះពលបងមកដល់យូរហើយឬនៅហើយមានឃើញតម្រុយពីដំរីសខ្លះអត់អំតេងក៏តបវិញថាទេពួកខ្ញុំមកដល់តាំងពីព្រឹកម្លេះតែដូចជាមិនឃើញតម្រុយស្អីទេលបងប្រហែលនៅខាងលិចជើងភ្នំនេះទេដឹងព្រោះព្រឹកមិញនេះខ្ញុំដើររកបោចវល្លិចិត្តនេះដែរដូចជាគ្មានឃើញស្អីចម្លែកទេបរោះពុកមាត់សមុំនោះក៏និយាយថាបើអញ្ចឹងពួកខ្ញុំទៅសិនហើយណែបើថាឃើញមានដំរីសនោះពលបងកុំភ្លេចទៅប្រាប់ពួកខ្ញុំផងណាចាំពួកខ្ញុំជូនរង្វាន់ខ្លះនេះរួចគេក៏ដើរសម្ដៅទៅខាងលិចភ្នំនោះបាត់ទៅចំណែកអំតេងវិញគាត់និយាយតិចតែម្នាក់ឯងថាចុំអប៉ិនេះចំជាចិត្តសឿងមែនវើយវាថាមករកតាក់ដំរីវាមករកតាក់មែនណោះបើតាក់បានមែនអញសូមសរសើរចេញពីចិត្តហើយលើដូច្នោះបងប៉ាន់ក៏សួរអំតេងថាចុះពុកមានស្គាល់គ្រូម្នាក់នោះអត់មើលទៅគេក៏មិនធម្មតាដែរពុកអំតេងក៏ប្រាប់ថាទេបើតាមអញចាំមិនខុសទេគាត់ឈ្មោះថាតាឡាំហើយគាត់នេះជាជនជាតិឡាវទេតែឮថាគាត់មករស់នៅក្នុងភូមិចិត្តនេះដូចជាយូរដែរហើយនរណាក៏ល្បីដែរថាគាត់គឺជាម៉ដំរីគាត់ម្នាក់នេះតែងតែដើរទាក់យកដំរីព្រៃហើយដឹកឆ្លងដែនទៅឡាវទៅថៃដូចជាមិនដែលដាច់ទេតាមមើលទៅបែបគាត់ចេះពិសាដំរីហើយយ៉ាងឮដូច្នោះបងសាន់ក៏ពោលថាចុំបើគាត់រកស៊ីអញ្ចឹងមិនខុសច្បាប់ទេអីអ៊ំតេងក៏តបវិញថាអើយច្បាប់មិនច្បាប់ស្អីទេតែគេខ្លាំងហើយគេចង់ធ្វើអ្វីក៏បានដែរតែអញចាំមើលតែគេចាប់ដំរីសនោះបានអត់ណោះបើចាប់បានមែនអញសូមសរសើរដល់ចិត្តស្មោះហើយឥឡូវកុំគិតច្រើនពេកយើងផ្ដោតតែលើគោលដៅរបស់យើងទៅតោះនាំគ្នាសម្រាប់ឲ្យឆ្អែតទៅកុំឲ្យយប់ឡើងយើងងុយដេកបាញ់សត្វមិនត្រង់ណានិយាយរួចគាត់ក៏ប្រះខ្លួនដេកលើធ្នាក់នោះបាត់ទៅដល់ឡែកបងប៉ាន់និងបងសាន់វិញពួកគាត់អង្គុយជក់បារីបណ្ដាមើលនាយមើលអាយបណ្ដាដោយសារតែពួកគាត់បានដេកម្នាក់បន្តិចរួចហើយនៅម្នោះលុះយប់ឡើងពេលនោះម៉ោងប្រហែលជា8យប់អីនោះឯងសំឡេងសម្រែករបស់សត្វដំរីជាច្រើនក្បាលបានស្រែកឡើងជាខ្លាំងអ៊ំតេងក៏និយាយទៅកាន់បងប៉ាន់និងបងសាន់ថានោះពួកឯងឮសំឡេងសម្រែកដំរីអត់បងប៉ាន់ក៏តបវិញថាថៃមិនឮពុកបើតាមសម្រែកនេះពួកវាមិនក្រោម10ក្បាលទេពុកបងសាន់ក៏បន្ថែមថាមើលទៅពួកវាគេចមិនផុតពីអន្ទាក់របស់តាសមុំនោះទេមើលទៅអ៊ំតេងក៏និយាយថាធ្វើយ៉ាងម៉េចទេអញអើយបើនោះជាមុខរបររបស់គេហើយមានតែបណ្ដោយតាមយថាកម្មនោះទៅខណៈអ៊ំតេងនិយាយមិនទាន់ចប់ស្រួលបួលផងសំឡេងសម្រែករបស់ហ្វូងដំរីក៏កាន់តែដើរមកគៀបប្រកួតអ៊ំតេងក៏លន់មាត់ថាចុំតាមមើលទៅពួកវាកាន់តែមកគៀកយើងហើយតើនេះអដែងមើលទៅអញខ្លាចតែពពួកហ្វូងដំរីដែលដេញជន់គេកាលពីផ្សិលមិញហើយយ៉ាងបងប៉ាន់ក៏និយាយថាបើជាក្រុមហ្វូងដំរីសមែនមិនល្អទេអីពុកនេះខ្ញុំនឹងអាសាន់មិនដែលឃើញទេ
បើបានឃើញវាក៏ល្អម្យ៉ាងដែរពុកអ៊ំតេងក៏តបនឹងបងប៉ាន់វិញថាអារឿងចង់ឃើញវាចេះតែចង់ឃើញហើយតែអញខ្លាចពួកវាដេញជន់ដូចពួកគេហ្នឹងណាបងប៉ាន់ក៏តបវិញថាខ្ញុំថាបែបវាមិនអីទេពុកបើយើងមិនធ្វើអីពួកវាក៏មិនធ្វើអីយើងដែរខណៈនោះបងប៉ាន់និយាយមិនទាន់ចប់ស្រួលបួលផងបងសាន់ក៏បានឈួលភ្លើងគោមទៅរឿងឆ្ងាយបន្តិចភ្លាមនោះបងសាន់ក៏លាន់មាត់ថាចុំពួកវាមកហើយអ៊ំនោះអ៊ំមើលទៅខាងនោះទៅពួកវាគឺជាហ្វូងដំរីសណាអ៊ំតេងក៏និយាយថាបិទភ្លើងគោមទៅអាសាន់អាប៉ាន់ពួកឯងបិទភ្លើងគោមសិនទៅកុំឲ្យពួកវាដឹងថាយើងនៅលើនេះណាចំណែកបងប៉ាន់និងបងសាន់វិញប្រកបមិនបានបិទភ្លើងគោមតាមការស្នើសុំរបស់អ៊ំតេងនោះទេផ្ទុយទៅវិញបងប៉ាន់បានតបជាមួយនឹងអ៊ំតេងថាមិនអីទេពុកបើពួកវាចង់មកយាយយើងហើយទោះបីយើងបិទភ្លើងហើយមិនដកដង្ហើមក៏វារកឃើញពួកយើងដែរនេះវាគ្រាន់តែប្រើប្រម៉ោយរបស់វាក៏វាដឹងថាយើងនៅទីណាដែរពុកតែខ្ញុំថាវាមិនធ្វើអីយើងទេដើមធ្នាក់របស់យើងក៏ធំហើយក៏ខ្ពស់គួរសមដែរពុកមានណាបងប្អូនអើយពេលដែលពួកវាដើរមកដល់ខាងក្រោមធ្នាក់របស់ពួកគាត់ក៏បានឃើញយ៉ាងច្បាស់ថាពួកវាមិនមានគ្នាច្រើននោះទេគឺពួកវាមានតែ5ក្បាលតែប៉ុណ្ណោះហើយក្នុងចំណោម5ក្បាលនោះមាន1ក្បាលជាដំរីបា1ក្បាលទៀតគឺជាមេចាស់ចំណែក3ក្បាលទៀតគឺពួកវាជាប្រភេទដំរីជំទង់និងកូនតូចបើតាមប្រកួតសង្កល់មើលទៅពួកវាទាំង5ក្បាលនោះហាក់ដូចជាគ្រួសារមួយយ៉ាងអញ្ចឹងដំបូងឡើយប្រកួតគិតថាពួកវាមិនធ្វើអីដល់ប្រកួតនោះទេគឺពួកវាគួរឲ្យស្រឡាញ់មែនទែនដោយសារតែពួកវាមានពណ៌សខុសប្លែកពីដំរីទូទៅក៏ប៉ុន្តែខណៈពេលដែលប្រកួតកំពុងតែជជែកគ្នាអំពីដំរីទាំង5ក្បាលនោះបាធំរបស់វាក៏បានលើកប្រម៉ោយមកដើម្បីកាច់ធ្នាក់របស់ប្រកួតមិនត្រឹមតែកាច់ធម្មតានោះទេគឺវាកាច់ផងវាស្រែកខ្លាំងផងចំណែកដើមធ្នាក់របស់ប្រកួតវិញវាចាប់ផ្ដើមរង្គើជាខ្លាំងធ្វើឲ្យប្រកួតដែលកំពុងតែអង្គុយនៅខាងលើនោះព្យាយាមក្រាបចុះក្រោមដើម្បីតោងធ្នាក់ឲ្យជាប់អីចឹងទៅដោយសារតែដំរីនោះវាខ្លាំងខុសពីធម្មតាខ្លាំងពេកបងសាន់ក៏លាន់មាត់ថាចុំពពួកដំរីសនេះវាខ្លាំងជាងដំរីធម្មតាទៅទៀតណោះបងប៉ាន់ក៏និយាយថាទេអញសង្ស័យតែដំរីនេះមានព្រាយកាន់ក្បាលទេអាសាន់និយាយរួចគាត់ក៏បានប្រើញៀនពិសេសរបស់គាត់ដើម្បីពិនិត្យមើលលើក្បាលដំរីទាំងនោះភ្លាមនោះបងប៉ាន់ក៏លាន់មាត់ថាចុំឯងមើលទៅក្បាលដំរីធំពីក្បាលនោះទៅអាសាន់ពួកវាមានព្រាយកាន់ក្បាលណាលើដូច្នោះបងសាន់ក៏បានប្រើញៀនពិសេសរបស់គាត់ដើម្បីពិនិត្យមើលដែរបន្តិចក្រោយមកគាត់ក៏លាន់មាត់ដែរថាចុំព្រាយនេះមិនមែនជាព្រាយតូលធម្មតាទេអាប៉ាន់ពួកវាអាចជាព្រាយគូប្តីប្រពន្ធក៏ថាបានដែរណាបើតាមអញមើលទៅពួកវាប្រហែលជាត្រូវបានស្លាប់ដោយសារគេចងអធិដ្ឋានហើយយ៉ាងទើបបានជាពួកវាខ្លាចទៅជាបែបនេះណាខណៈនោះអ៊ំតេងគាត់ធ្វើមុខដូចជាឆ្ងល់ខ្លាំងណាស់យ៉ាងចឹងត្បិតអីគាត់មិនទាន់យល់ពីអ្វីដែលបងប៉ាន់និងបងសាន់និយាយនៅពេលនោះឡើយអ៊ំតេងគាត់ដឹងតែត្រឹមថាអ៊ំពាន់គឺជាមនុស្សពូកែខាងមុនវិជាគាត់មិនបានដឹងនោះទេថាអ្នកទាំងពីរដែលអង្គុយក្បែរគាត់នោះក៏ជាមនុស្សពូកែខាងមុនវិជានោះដែរភ្លាមនោះអ៊ំតេងក៏សួរបញ្ជាក់ថាចុំពួកឯងនិយាយពីស្អីគេអាដែរអញដូចជាមិនសូវយល់សោះនេះពួកឯងដឹងថាដំរីទាំងនេះមានព្រាយកាន់ក្បាលមែនទេបងប៉ាន់ក៏តបវិញថាត្រូវហើយពុកស្ដាប់មិនច្រឡំទេគឺពួកវាមានព្រាយកាន់ក្បាលណាពួកវាមិនមែនជាព្រាយធម្មតាទេពុកឃើញទេវាមានកម្លាំងមហិមាដូច្នេះ
ពួកវាមិនអាចជាដំរីធម្មតាទេណាពុកប្រឹងទប់ខ្លួនឲ្យជាប់ទៅប្រយ័ត្នធ្លាក់ទៅខាងក្រោមណាពុកអ៊ំតេងក៏និយាយថាឥឡូវយើងបាញ់បង្អើលពួកវាទៅបើមិនចឹងទេពួកវាមិនទៅណាពីកន្លែងយើងទេមើលទៅបងសាន់ក៏តបជាមួយនឹងអ៊ំតេងវិញថាកុំបាញ់អីអ៊ំពួកវាមិនមែនជាដំរីធម្មតាទេណាបើយើងបាញ់បង្អើលពួកវាកាន់តែកងកាចជាងនេះណាបងប៉ាន់ក៏បានបន្ថែមថាឥឡូវយើងប្រើគាថាបំភាន់ភ្នែកពួកវាទៅតែពួកវាលែងឃើញយើងពួកវាត្រឡប់ទៅវិញហើយបើយើងចង់យកឈ្នះវាបែបមិនអាចទៅរួចទេឯងគិតយ៉ាងម៉េចដែរហាសាន់បងសាន់ក៏តបវិញថាយោបល់ឯងក៏ល្អមួយយ៉ាងដែរតើតោះអ៊ំជួយមកអង្គុយនៅត្រង់កណ្ដាលធ្នាក់នេះមកស្រួលពួកខ្ញុំធ្វើពិធីណាអ៊ំតេងវិញគាត់នៅតែមិនទាន់យល់តែដោយសារតែអំណាចភ័យខ្លាចពេកគាត់ចេះតែធ្វើតាមការណែនាំរបស់អ្នកទាំងពីរទៅលោកបងប៉ាន់និងបងសាន់ធ្វើពិធីបំភាន់ភ្នែកដំរីបានប្រហែលជាកន្លះម៉ោងកន្លងផុតទៅដំរីទាំងនោះក៏ស្ងាត់បន្តិចក្រោយមកពួកវាក៏ដើរហួសពីកន្លែងប្រកួតបាត់ទៅដោយពេលនោះពួកគាត់ឃើញថាពួកវាកំពុងតែដើរសំដៅទៅកាន់ប៉ែកខាងលិចនៃជើងភ្នំនោះបើតាមពួកគាត់ស្មានមិនខុសទេពួកវាច្បាស់ជាជួបជាមួយនឹងម៉ដំរីឡាំជាក់ជាពំខាននៅឡើយដល់ឡែកអ៊ំតេងវិញពេលដែលឃើញដំរីដើរទៅផុតពីកន្លែងប្រកួតដូច្នោះគាត់ក៏ដកដង្ហើមធំវែងរួចហើយក៏សួរទៅកាន់មុខប៉ាន់និងមងសាន់ថាពួកឯងចេះវិធីបំភាន់ភ្នែកដំរីផងណោះអញមិនដែលធ្លាប់ឮសោះណែពួកឯងចេះវិធីទាំងនេះមកពីណាឯងរៀនពីពុកឯងមែនទេអាប៉ាន់ណែបើតាមអញដឹងពុកឯងក៏មិនធម្មតាដែរកាលនោះអញឃើញពុកឯងរត់កាត់ក្រកកំភ្លើងរបស់ខ្មាំងផ្ទាល់ភ្នែកតែម្ដងណាកាលនោះអញមិនគិតថាពុកឯងនៅមានជីវិតដល់សពថ្ងៃនោះទេអាពន់វាប្រៀបបានជាខ្លាកំណាចហើយកូនរបស់វាក៏មិនធម្មតាដែរនេះដល់និយាយបណ្ដើគាត់យកដៃទៅអង្អែលស្មារបស់បងប៉ាន់បណ្ដើដល់ឡែកបងប៉ាន់វិញការដែលបានលើពាក្យសរសើរពីអ៊ំតេងដូច្នោះគាត់ក៏និយាយតបវិញបែបមនុស្សដាក់ខ្លួនថាមិនដឹងស្អីទេពុកខ្ញុំចេះតែរបៀបការពារខ្លួនបន្តិចបន្តួចទេมันអាចប្រៀបធៀបជាមួយនឹងពុករបស់ខ្ញុំបានទេអ៊ំតេងគាត់យល់ពីអ្វីដែលបងប៉ាន់និយាយបន្ទាប់មកគាត់ក៏និយាយថាល្អហើយដែលមានពួកឯងនឹកបែរខ្លួនដូច្នេះឥឡូវយើងគិតនាំគ្នាសងំបន្តិចទៅក្រែងលោយប់បន្តិចមានសត្វដើរកាត់ម្ដុំនេះណាមើលទៅមេឃភ្លៀងរលឹមស្រិចបែបនេះអញថាបែបមិនខ្វះសត្វទេមើលទៅអ៊ំតេងនិយាយចប់ពួកគាត់ក៏នាំគ្នារក្សាភាពស្ងៀមស្ងាត់ដើម្បីរងចាំសត្វឆ្លងកាត់តំបន់ពួកគាត់រហូតដល់យប់ជ្រៅបន្តិចពួកគាត់ក៏បាញ់បានសត្វឆ្លុះបាយ៉ាងធំមួយក្បាលគ្រាន់តែបាញ់បានភ្លាមអ៊ំតេងថាតោះយើងសម្រាកត្រឹមនេះទៅចាំស្អែកឡើងសឹមយើងយកឆ្លុះនោះទៅផ្ទះណាបងសាន់ក៏និយាយថាមើលទៅដូចជាមិនស្រួលទេអ៊ំយើងត្រូវតែចុះទៅយកឆ្លុះនោះយកមកទុកលើធ្នាក់នេះហើយទៅបានណាបើមិនអញ្ចឹងទេខ្លាមិនទុកឲ្យយើងទេអ៊ំមើលទៅតំបន់នេះដូចជាសម្បូរពពួកសត្វខ្លានេះខ្លាំងណាស់អ៊ំតេងក៏និយាយថាបើពួកឯងហ៊ានចុះក៏ចុះទៅចុះអញគិតថាវាមិនសូវសុវត្ថិភាពទើបអញឲ្យទុកនៅខាងក្រោមសិនណាបើមានសត្វស៊ីក៏វាស៊ីមិនអស់ដែរបងប៉ាន់និងមកសានវិញដោយសារតែចង់បានសាច់ល្អពួកគាត់ក៏បានចុះទៅយោងសត្វឆ្លុះទៅទុកលើធ្នាក់បន្ទាប់មកពួកគាត់ក៏នាំគ្នាសម្រាករហូតដល់តភ្លើងរហូតដល់មេឃភ្លឺស្រាងខណៈពេលដែលបងប៉ាន់និងមកសាន់មិនទាន់ភ្ញាក់ពីដំណេកផងអ៊ំតេងក៏ដាស់អ្នកទាំងពីរថាជុំ
bỏ đây à bộ anh nhẹ láng nọ bộ anh mưa từ khăn nổ tơ chấm này bông pan nằm một sàn vĩnh bộ quát ban cao tiền một mi một mờ hai bề đài bộ quát nghĩa từ mờ tam khai trong bom tí bộ quát khơi thà một đồng rầy lắm công pông tai đất đồng rấy chlong cắt đồng bò bọc bộ quát có bàn tay bộ quát khơi nhẹ thằng pí đất đồng rầy tài mũi các bao là thì cứ chia đồng rầy tối trên kế đài bộ quát ban khơi cao bị dụng mấy nội ảnh phèm nấu bông sắn có lon mọt thả chồng mò đồng rầy làm nấu bất chi mình thòm đà mền với có bàn tay mấy có kê mình chập tiền pram có bao tầm đồng tới nọ bông bắn có bàn thèm thà ánh thà bộ nít cho bà chị pra là bịch bông bay vô bộ về hơi bà mình chân tế bộ kế cho bà chị mình chấp cô đồng rầy đi bàn tế nè anh thà mê nâng bà bảo vía cho ba chia mình tục oi nhẹ chụp đấy bàn sọc sùi tế mơ tới dân cô tại thừa về chàng hái à sẵn bông sắn có tàu bình thà anh có cật đội ảnh đấy tay dân cô tại thừa chừng bạch tới à nít kê tiệ dọc sạch prey từ lúc trong này dương vĩnh dương một bánh sạch dọc từ hộp cứ mà giảm nhẹ tế bà dân từ sông oi kia đo lên kế cho ba dì sợ dương ngọt hơi lưu được cho nó ông tiếng có bằng thèm thà anh về từ hai sẵn dân có rột xì trong này kế có rột xì đài còn tại dân rột xâm rạp xì trong này kế rột xâm rạp lỗ dốc phía miền bàn tại dàng ná có dân một biên chỉ vật sạch bẫy đối tất kỳ tế nè nào chốc dân miền tai thưa mình đằng thưa mình lừa tới tớ bán sọc lát nè nè anh mình trong miền tầm nọ cho mùi nâng nè nà tế rồi ngay oi tớ bàn bài xí anh sẽ bài ổ nà ta hỏi nè chùm này bông bàn nâng một sàn vĩnh cả đã bàn lưu ông tên quạt bô đôi cho nó bà quát có vô bia vầy đại ông tên trong này dày là hỏi bà quát có mình bàn hao xua nóm mò đầm rây lắm nó đại hai cõi pì ni sầm mốm nâng mò đầm rây làm nấu đắc cô đầm rây nấu phật tử bà quát co nôm kia trôn trường chụp nấu đầm bầy nôm kia sái tất lắp một căn bể vinh có bàn tay bê đài bà quát sái chụp một đập tía hai khณะbê đài bà quát công pong tài phần lệ bảy chụp nấu bà quát có bàn lư sầm lên stray mình nhé sái tra hào dùng khăng khăng hai bê đài bà quát có lấy tới hàng phơi lúng bà quát khơi stray mình nhé rút phong dùng phong prom tiếng sái ai nè sọc chui phong mình đằng thà quát cát ấy aiประกอบmột tì có bàn tay bê đài khơi quát slang slang khăng được cho nó ông tên có stop plate đa từ số nòm quạt pro ấy nè đại dùng nó cứ chi nè phong rồi bỏ quạt quát cho bà chỉ squat kê cho bà hơi hai bê đài quát số tới quát prap ông tên thà con pro bỏ quát tới ban đầm rây chọn slap bát hơi trong này đây bỏ quát vĩnh kế công pong tài chốt nó lừa đàm trừ nơi ai pre nó hai quát đằng rừng nốt có pro tài không người bỏ quát mà nhé bàn rút kích luôn toàn đòi mình đằng thà tới thui những mấy kế có rút một tè đầm bầy dục đầm đằng nốt tập rap mình muốn tầm đồng từ trong này mình muốn vĩnh các bạn đằng thà con pro bỏ quát tới đầm rây chónហើយប្តីជាប់នៅលើចុងឈើដូច្នោះគាត់យំផងស្រែកផងដើរកាត់ភូមិផងដើម្បីដង្ហែហៅឲ្យអ្នកភូមិទៅជួយគាត់អីចឹងទៅអ៊ំតេងវិញការដែលបានដឹងថាកូននឹងប្តីរបស់មីងមួនត្រូវបានដំរីដេញជន់ដូច្នោះគាត់ក៏ស្ទុះមកប្រាប់បងប៉ាន់និងបងសានភ្លាមតែម្ដងលឺដូច្នោះអ៊ំពាន់ដែលកំពុងតែអង្គុយមើលកូននិងក្មួយប៉ុនលះស្បែកឆ្លុះនោះក៏សួរអ៊ំតេងបញ្ជាក់ថាដំរីជន់យ៉ាងម៉េចទៅខ្លះអ៊ំតេងក៏បញ្ជាក់ថាខ្ញុំក៏មិនច្បាស់ដែរខ្លះតែបើតាមខ្ញុំគិត
បែបពពួកដំរីសនោះហើយយ៉ាងអាប៉ាន់អាសាន់ពួកឯងគិតដូចអញទេអំពន់វិញគ្រាន់តែឮថាដំរីសដេញជាន់អ្នកភូមិគាត់ក៏សួរបញ្ជាក់ថាចុំពួកឯងបានឃើញដំរីសនោះដែរមែនបងប៉ាន់ក៏រៀបរាប់ប្រាប់ឪពុកថាត្រូវហើយអូកាលពីយប់មិញពួកខ្ញុំបានឃើញដំរីសឡើងមួយវងឯណោះណាគឺរហូតដល់ទៅ5ក្បាលឯណោះណាពួកវាចង់មកយាយីពួកខ្ញុំដែរតែពួកខ្ញុំរកវិធីរំដោះខ្លួនទាន់ហើយពួកខ្ញុំក៏មិនហ៊ានធ្វើអីពួកវាវិញដែរដោយសារតែមើលទៅពួកវាមានព្រីកាន់ក្បាលទៀតផងណាហើយប្រហែលជាមួយសន្ទុះធំពួកវាក៏ត្រឡប់ទៅវិញអស់ទៅតែចៃដន្យអីព្រឹកឡើងពួកខ្ញុំបានឃើញមកដំរីជនជាតិឡាវម្នាក់ចាប់កូនរបស់វាបានមួយបាត់ទៅហើយមិនដឹងថាមេបាវាខឹងមកដំរីនោះឬយ៉ាងម៉េចនោះទេតែបើតាមពួកខ្ញុំដឹងអ្នកភូមិយើងម្សិលមិញក៏ត្រូវបានពពួកដំរីនោះដេញជាន់ដែរណាឪឬដូច្នោះអំពន់ក៏ពោលតិចៗថាដូចជាមិនស្រួលទេខ្លានេះបើពួកវាចូលមកអុកលុកអ្នកភូមិច្បាស់ជាអន្តរាយធំហើយយើងគួរតែរកវិធីទប់ទល់ហើយទៅបានណានិយាយមិនទាន់ចប់ស្រួលបួលផងលោកមេភូមិក៏បានដើរកាត់ផ្ទះរបស់អំតេងហើយការដែលគាត់ដើរកាត់នោះគឺគាត់ដើរប្រកបប្រកាសរកជំនួយពីអ្នកភូមិដើម្បីទៅសង្គ្រោះពូមឿនប្តីរបស់មីងមួនដែលកំពុងតែជាប់នៅលើដើមឈើនោះឯងដោយសារតែទៅរកអ្នកណាឲ្យជួយក៏គេមិនហ៊ានទៅជួយដែរព្រោះអីគ្រាន់តែឮថាដំរីដេញជាន់គ្រប់គ្នាខ្លាចឡើងរួញអស់បាត់ទៅហើយក្រោយពីស្ដាប់ការត្អូញត្អែរបស់លោកមីភូមិហើយអំពន់ក៏និយាយទាំងក្លាហានថាមិនអីទេលោកមីភូមិចាំខ្ញុំនិងកូនរបស់ខ្ញុំទៅជួយពួកគេក៏បានដែរតែសុំគ្នាថែម 3-4 នាក់អីទៅក្រែងលោមានបញ្ហាអីស្រួលជួយយកអាសាគ្នាណាម្យ៉ាងដើម្បីមានគ្នាសែងអ្នកដែលត្រូវដំរីជន់ស្លាប់នោះផងណាចំណែកឯលោកមេភូមិវិញការដែលមានអ្នកស្ម័គ្រចិត្តទៅជួយដូច្នោះគាត់ក៏ស្ម័គ្រចិត្តទៅជួយផងដែរហើយអ្នកដែលទៅនោះរួមមានអំពន់បងប៉ាន់បងសាន់អ៊ំតេងលោកមេភូមិនិងក្មួយរបស់ពូមឿនចំនួន3នាក់ទៀតហើយម្នាក់ក្នុងចំណោម3នាក់នោះគេគឺជាអ្នកជួបក្នុងហេតុការណ៍ដំរីដេញជាន់នោះឯងហើយពេលដែលទៅដល់កន្លែងដែលកាត់ហេតុពួកគាត់ក៏បានឃើញដំរីទាំង4ក្បាលឈរនៅខាងក្រោមចំណែកឯពូមឿនគាត់កំពុងតែជាប់នៅលើចុងឈើយ៉ាងធំមួយតាមមើលទៅដំរីសទាំង4ក្បាលនោះចង់កាច់ដើមឈើនោះជាខ្លាំងតែបែបវាកាច់មិនបាក់ដោយសារតែដើមដែលពូមឿនគាត់កំពុងតែឡើងនោះវាធំគួរសមដែរគឺប្រហែលជាពីអោបរបស់មនុស្ស2នាក់អីនោះឯងហើយការដែលពូមឿនគាត់ឡើងទៅរួចនោះក៏ព្រោះតែមានវល្លិចំនួន 2-3 វល្លិតោងទៅលើដើមឈើនោះផងដែរចំណែកឯដំរីទាំង4ក្បាលនោះវិញទោះបីជាឃើញពួកគាត់ទៅចិត្តក៏ពួកវាមិនបកមករកដេញពួកគាត់ដែរគឺរបៀបដូចពួកវានៅរងចាំវាប្រហារចំពោះតែពូមឿនតែមិនអត់គាត់តែប៉ុណ្ណោះឃើញចម្លែកដូច្នោះអំពន់ក៏ពោលតិចៗថាចុំដូចជាមិនស្រួលទេបើពួកវាដេញជាន់មនុស្សមែនពួកវាច្បាស់ជាបកមកដេញយើងដែរហើយបន្ទាប់មកគាត់ក៏បានពិនិត្យមើលលម្អិតទៅលើពូមឿនពេលនោះគាត់ឃើញថាពូមឿនកំពុងតែមានសារអ្វីម្យ៉ាងទុំនៅលើខ្លួនរបស់គាត់ធ្វើឲ្យពពួកដំរីទាំងនោះពួកវាចាំវាប្រហារសត្វដែលនៅលើខ្លួនរបស់ពូមឿននោះឯងឥឡូវអញ្ចេះចុះពួកយើងនាំគ្នាឡើងដើមឈើដើម្បីការពារខ្លួនសិនទៅភ្លាមនោះពួកគាត់ក៏នាំគ្នាឡើងដើមឈើអស់គឺនៅសល់តែអំពន់បងប៉ាន់និងបងសាន់តែប៉ុណ្ណោះបន្ទាប់មកអំពន់ក៏ចាប់ផ្ដើមសូត្រនៅមុនគិថារបស់គាត់ដើម្បីកម្ចាត់សភាវៈដែលកំពុងតែទុំនៅលើខ្លួន
របស់ពងឿននោះបានមួយសន្ទុះក្រោយមកសភាវៈចម្លែកនោះក៏ត្រូវបានកំចាត់ភ្លាមនោះដំរីទាំង4ក្បាលនោះបាននាំគ្នាទៅជន់កន្ត្រំដីនៅក្បែរដើមឈើនោះរបៀបដូចពួកវាខឹងជន់កន្ត្រំសម្រាប់អ្វីម្យ៉ាងចឹងបន្តិចក្រោយមកពួកវាក៏នាំគ្នាដើរត្រឡប់ចូលទៅក្នុងព្រៃជ្រៅវិញបន្តមកបងប៉ាន់និងបងសាន់ក៏បានដើរទៅកន្លែងដែលពពួកដំរីកន្ត្រំដីនោះពួកគាត់ឃើញថានៅត្រង់កន្លែងដែលដំរីកន្ត្រំដីនោះមានតែឆ្អឹងខ្មោចពីរកំណាត់តែប៉ុណ្ណោះឃើញដូច្នោះបងប៉ាន់ក៏សួរទៅកាន់ឪពុករបស់គាត់ថានេះជាឆ្អឹងអីទៅឪហេតុអ្វីក៏ពពួកដំរីនេះមកជន់ឆ្អឹងនេះទៅវិញខ្ញុំដូចជាមិនយល់សោះឪអំប៉ុនក៏និយាយថាមិញឯងមិនពិនិត្យឲ្យច្បាស់ទេអីនេះគេប្រើប្រភេទខ្មោចអនាថាដើម្បីបន្លំភ្នែកដំរីនោះគេធ្វើឲ្យមេដំរីទាំងនេះខឹងខ្លាំងហើយដេញតាមជន់ពពួកខ្មោចនេះបន្ទាប់មកពេលដែលមេបាពួកវាជាប់ដេញជន់ខ្មោចអនាថាទាំងនេះគេឆ្លៀតប្រើវិធីចាប់យកកូនដំរីនេះតែម្ដងទៅណាបងសាន់ក៏លន់មាត់ថាចុងអញ្ចឹងតើបានជាគេចាប់កូនរបស់វាស្រួលខ្លាំងម្ល៉េះបើប្រើក្បួនតាកដំរីធម្មតាគេមិនអាចចាប់បានទេព្រោះអីមេបារបស់ពួកវាមានព្រាយកំពុងតែកាន់ក្បាលផងណាអំពន់ក៏និយាយថាឯងនិយាយត្រូវហើយសាន់បងប៉ាន់ក៏សួរឪពុករបស់គាត់បន្ថែមថាចុះគេប្រើពពួកខ្មោចអនាថាទាំងនេះហើយម្ដេចក៏គេមិនយកពួកវាទៅវិញឪអំពន់ក៏និយាយថាអញក៏មិនច្បាស់ដែរតែបើតាមមើលទៅគេអាចស្បាយអពេកហើយផ្លេចយកពួកវាទៅវិញហើយយ៉ាងទៅបានជាពួកវារសាត់មកទុំនៅលើខ្លួនអ្នកភូមិយើងដូច្នេះដំបូងឡើយពួកវាអាចទុំនៅលើខ្លួនរបស់កូនអមឿនមួយនិងទុំនៅលើខ្លួនអមឿនមួយតែក្រោយពីកូនរបស់អមឿនត្រូវបានដំរីជន់ស្លាប់ពួកវាទាំងពីរក៏មកទុំនៅលើខ្លួនអមឿនទាំងពីរតែម្ដងទៅព្រោះអីពពួកខ្មោចទាំងនេះពួកវាស្រេកឃ្លានខ្លាំងណាស់ឥឡូវយើងកំចាត់ពួកវាចោលទៅឲ្យពួកវាឆាប់បានទៅចាប់កំណើតថ្មីផងណានិយាយរួចអំពន់ក៏បានប្រើនៅមន្តគាថារបស់គាត់កំចាត់ខ្មោចអនាថាទាំងនោះចោលហើយគាត់ក៏បានផ្សាយនៅមេត្តាធម៌ដើម្បីឲ្យគេឆាប់បានទៅចាប់កំណើតថ្មីក្រោយមកទៀតពួកគាត់ក៏បានឲ្យពមឿនចុះមកខាងក្រោមវិញព្រមទាំងសែងយកសាកសពកូនរបស់ពមឿនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីអីចឹងទៅក៏ប៉ុន្តែរឿងរ៉ាវគឺមិនទាន់ចប់ត្រឹមនេះនៅឡើយនោះទេមកដំរីឡាមនោះគេបានមករករឿងអំពន់ឡើងពេញមួយយប់តែម្ដងដំបូងឡើយគេមកសុំអំពន់ធម្មតានោះទេគឺគេបានមកសុំខ្មោចអនាថាទាំងនោះត្រឡប់ទៅវិញព្រោះអីគេមិនទាន់អាចចាប់ដំរីសទាំងនោះបានអស់នៅឡើយហើយគោលដៅរបស់គេគឺគេនឹងយកខ្មោចអនាថាទាំងនោះទៅបញ្ឆោតហើយចាប់យកដំរីសទាំងនោះឲ្យអស់ក៏ប៉ុន្តែអំពន់គាត់បានប្រាប់ទៅគេវិញថាខ្មោចទាំងនោះគាត់បានកំទេចអស់បាត់ហើយមិនត្រឹមតែប្រាប់បែបនោះទេគឺគាត់បាននិយាយឌឺដងទៅកាន់គេវិញថាល្បងកុំទៅបំផ្លាញពពួកសត្វកម្របែបនេះអីល្បងមិនអាចមានបានដោយសារតែរបស់កម្របែបនេះបានទេបើអាចល្បងប្រឡែងកូនរបស់វាវិញទៅពួកវាកំពុងតែរកកូនរបស់ពួកវាហើយមកដំរីឡាមវិញនៅពេលដែលបានដឹងថាខ្មោចអនាថារបស់ខ្លួនត្រូវបានអំពន់កំទេចចោលអស់ហើយត្រូវអំពន់បដៅខ្លួនដូច្នោះទៀតគាត់ខឹងខ្លាំងមែនទែនគាត់បានប្រើសត្វអាគមរបស់គាត់មួយប្រភេទគឺជាពពួកដំរីសដើម្បីមកកម្ចាត់អំពន់ក៏ប៉ុន្តែអំពន់វិញក៏មិនចាវជាមួយនឹងគេដែរគាត់ក៏មានដំរីសដែរគ្រូដើមរបស់គាត់បានប្រគល់មកឲ្យគាត់ហើយដំរីសរបស់គាត់មិនមែនត្រឹមតែពពួកដំរីសធម្មតានោះទេគឺវាថែមទាំងមានភ្លុកមាសទៀតផង
អ្នកទាំងពីរបានបញ្ជាសត្វអាគមឲ្យប្រយុទ្ធគ្នាឡើងមួយសន្ទុះធំរហូតធ្វើឲ្យសត្វអាគមរបស់មដំរីឡាំបាក់ឃ្លបខ្លាចហើយរត់ត្រឡប់ទៅរកម្ចាស់គេវិញក៏ប៉ុន្តែរឿងរ៉ាវគឺកាន់តែអាក្រក់ទៅមួយកម្រិតទៀតហើយរឿងដែលអាក្រក់ខ្លាំងនោះមិនមែនតាឡាំគាត់ប្រើសត្វអាគមផ្សេងឬគេថាផ្សេងមកវាយប្រហារអំពន់នោះទេគឺនៅយប់នោះវងដំរីទាំង4ក្បាលនោះពួកវាបានចូលមកអុកលុកអ្នកភូមិរបស់អ៊ំតេងយ៉ាងខ្លាំងហើយបើនិយាយពីការខូចខាតទ្រព្យសម្បត្តិរបស់អ្នកភូមិវិញគឺអស់ច្រើនខ្លាំងមែនទែនជាពិសេសគឺអ្នកភូមិដែលមានដំណាំផ្លែឈើហូបផ្លែអីនោះគឺពួកវាកាច់ស៊ីផងពួកវាកាច់ចោលផងអ្នកភូមិខ្លះគិតថាវាគឺជាប្រផ្នូលអាក្រក់អីចឹងទៅក៏ប៉ុន្តែអំពន់គាត់ដឹងច្បាស់ណាស់គឺពពួកដំរីទាំងនោះពួកវាចូលមករកកូនរបស់វាមែនទេទៅបើសិនជាដំរីធម្មតាក៏ពួកវាមិនហ៊ានចូលមកអុកឡុកដល់ថ្នាក់នោះដែរគឺដោយសារតែពួកវាមានពពួកព្រាយកាន់ក្បាលទើបពួកវាហ៊ានដល់ថ្នាក់នោះតាមពិតទៅគោលដៅរបស់ពួកវាគឺចូលទៅភូមិរបស់ម៉ូដំរីឡាំនោះទេតែដោយសារតែម៉ូដំរីឡាំគេដឹងខ្លួនទាន់ហើយគេបានប្រើឋានដើម្បីបង្វែរគោលដៅរបស់ពពួកដំរីទាំងនោះទៅពួកវាបែរមកធ្វើបាបអ្នកភូមិរបស់អ៊ំតេងរហូតដល់ថ្នាក់នោះហើយការដែលម៉ូដំរីជនជាតិឡាវគេហ៊ានធ្វើដល់ថ្នាក់នោះក៏ព្រោះតែគេមានហេតុផលពីរគឺទី1គេមិនចង់ឲ្យពពួកដំរីទាំងនោះទៅយាយីអ្នកស្រុករបស់ពួកគេនោះទេដោយសារតែបើសិនជាពួកវាចូលទៅលុកលុយមែនអ្នកភូមិច្បាស់ជាផ្ទុះការតវ៉ាខ្លាំងហើយគេក៏ពិបាកនឹងរស់នៅស្រុកនៅក្នុងភូមិនោះដែរហើយហេតុផលទី2គឺគេចង់ធ្វើបាបដល់អ្នកភូមិរបស់អ៊ំតេងដោយសារតែគេទើបតែសឹកអាគមចាញ់អំពាន់ព្រោះអីគេមិនបានដឹងច្បាស់ថាអំពាន់គឺជាអ្នកស្រុកណានោះទេគេដឹងត្រឹមតែថាអ្នកដែលគេបានសឹកអាគមជាមួយគឺជាអ្នកភូមិនៅជិតខាងគេនោះឯងដោយសារតែអ្នកភូមិរបស់អ៊ំតេងមានការខូចខាតទ្រព្យសម្បត្តិច្រើនលោកមេភូមិក៏បានកោះហៅអ្នកភូមិឲ្យទៅចូលរួមប្រជុំនៅឯផ្ទះរបស់គាត់ដើម្បីរកវិធីដោះស្រាយក៏ដូចជារកវិធីទប់ស្កាត់ពីការយាយីរបស់ដំរីអីចឹងទៅក៏ប៉ុន្តែនៅពេលនោះអ៊ំតេងក៏បានទៅចូលរួមប្រជុំជាមួយនឹងអ្នកភូមិឯទៀតដែរហើយដោយសារតែគាត់បានឃើញថាអ្នកដែលចាប់កូនដំរីសទៅនោះគឺជាម៉ូដំរីឡាំនៅក្បែរភូមិរបស់គាត់ក៏បានលើកយករឿងនេះទៅនិយាយឲ្យគ្រប់គ្នាបានដឹងហើយក្រោយពីបានដឹងដំណឹងនេះរួចហើយអ្នកភូមិក៏បានសម្រេចចិត្តថាមិនទាន់ធ្វើអ្វីនៅឡើយនោះទេគឺរងចាំមើលស្ថានភាពមួយយប់អីសិនហើយបើសិនជាពួកវាចូលមកអុកឡុកទៀតពួកគាត់នឹងលើកគ្នាទៅសុំឲ្យម៉ូដំរីឡាំដោះលែងកូនដំរីនោះវិញអីចឹងទៅលុះយប់ឡើងដំរីសទាំង4ក្បាលនោះក៏បានចូលមកអុកឡុកភូមិរបស់ពួកគាត់ជាថ្មីម្ដងទៀតហើយពួកវាមកលើកនេះគឺសាហាវជាងយប់ទី1ទៅទៀតគឺពួកវាបានកាច់ផ្ទះរបស់អ្នកភូមិអស់ជាច្រើនខ្នងព្រមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួសធ្ងន់ទៀតផងគ្រាន់តែគ្មានអ្នកណាមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយដោយសារតែពួកគាត់បានត្រៀមខ្លួនការពារទុកជាមុនអស់បាត់ទៅហើយលុះព្រឹកឡើងអ្នកភូមិក៏បាននាំគ្នាទៅដល់ផ្ទះម៉ូដំរីឡាំនោះតែម្ដងហើយពេលដែលទៅដល់ផ្ទះម៉ូដំរីឡាំនោះពួកគាត់ក៏បានឃើញកូនដំរីមួយនោះមែនហើយពេលនោះពួកគាត់បានសុំអង្វរឲ្យម៉ូដំរីឡាំដោះលែងកូនដំរីនោះវិញក្រុមហេតុផលថាមេរបស់កូនដំរីនោះវាចូលមកអុកឡុកអ្នកភូមិរបស់ពួកគាត់អីចឹងទៅចំណែកឯតាឡាំវិញគាត់មិនព្រមដោះលែងកូនដំរីតាមការស្នើសុំរបស់អ្នកភូមិឡើយហើយមិនត្រឹមតែប៉ុណ្ណោះគេបានបោះពាក្យមួយឃ្លាផ្ញើមកឲ្យអំពាន់ទៀតផងបងប្អូនចង់ដឹងថាតើគេបោះពាក្យមកកាន់អំពាន់នោះវាយ៉ាងម៉េចខ្លះគឺគេប្រាប់ថាបើខ្លាំងឲ្យអ្នកខ្លាំងនៅក្នុងភូមិនោះចាប់មេដំរីសនោះឲ្យបានទៅវាមិនពាក់ព័ន្ធជាមួយនឹងគេទេព្រោះអីបើវាពិតជាពាក់ព័ន្ធនឹងគេមែនមេដំរីច្បាស់ជាទៅធ្វើទុកបុកម្នេញនៅភូមិរបស់គេហើយជាពិសេសគឺវាទៅរកកូនរបស់វានៅឯផ្ទះរបស់គាត់តែម្ដងហើយមិនមែនចូលទៅអុកឡុកអ្នកភូមិអ៊ំតេងដូច្នោះឡើយអ្នកភូមិនិងលោកមេភូមិរបស់អ៊ំតេង
ពួកគាត់ខឹងនឹងពាក្យសម្ដីរបស់ម៉ដំរីឡាំនោះជាខ្លាំងតែក៏មិនអាចធ្វើអ្វីគេបានឡើយណាមួយពួកគាត់ខ្លាចអំពើផ្លូវក្នុងរបស់តាឡាំស្រាប់ផងដំបូងឡើយទាំងលោកមេភូមិនិងអ្នកភូមិឯទៀតពួកគាត់មិនបានដឹងថាសម្ដីរបស់ម៉ដំរីឡាំនោះគេសំដៅដល់អំពាន់បងប៉ាន់និងបងសាន់នោះទេគឺពួកគាត់ស្មានតែគេសំដៅទៅលើពួកគាត់ដោយផ្ទាល់ក៏ប៉ុន្តែពេលដែលពួកគាត់ដើរមកតាមផ្លូវនោះអ៊ំតេងក៏បាននិយាយរឿងនេះប្រាប់ទៅកាន់អ្នកភូមិរបស់ពួកគាត់ធ្វើឲ្យកំហឹងរបស់អ្នកភូមិក៏បានធូរជាងមុនបន្តិចតែយ៉ាងណាក៏ដោយអ្នកភូមិពិតជាស្អប់សម្ដីដ៏ក្រអឹតក្រទមរបស់ម៉ដំរីឡាំនោះខ្លាំងណាស់ចំណែកអ៊ំតេងវិញកាលដែលមកដល់ផ្ទះហើយគាត់ក៏មិនបានទុកសម្ដីរបស់តាឡាំឲ្យប្អូនយូបានដែរគឺគាត់បានរៀបរាប់ប្រាប់អំពាន់អស់គ្មានសល់នោះទេចំណែកអំពាន់វិញក្រោយពីបានជ្រាបពីសម្ដីរបស់តាឡាំរួចហើយគាត់ក៏ចាប់ផ្ដើមគិតក្នុងចិត្តថាចុំតាមម្នាក់នេះដូចជាចង់លេងជាមួយគាត់ខ្លាំងហើយតើនេះចាំមើលអញនឹងលេងជាមួយតានេះឲ្យណានៃម្ដងមើលមែនទេទៅពេលនោះគាត់បានត្រឹមតែគិតក្នុងចិត្តនោះទេគឺគាត់មិនបាននិយាយចេញមកក្រៅឲ្យគេបានដឹងនៅឡើយបន្ទាប់មកអ៊ំពាន់ក៏និយាយទៅកាន់អ៊ំតេងក៏ដូចជាលោកមេភូមិថាមិនអីទេអាខ្លាទុកពេលឲ្យអញមួយថ្ងៃពីរថ្ងៃអីទៅចាំអញជួយដោះស្រាយរឿងដំរីនេះឲ្យអ្នកភូមិណាតែនៅយប់នេះសូមលោកមេភូមិប្រកបប្រកាសឲ្យអ្នកភូមិសំងំនៅក្នុងផ្ទះឲ្យស្ងៀមទៅទោះឮស្នូរដំរីឬសម្រែកដំរីក៏មិនត្រូវចេញក្រៅដែរតែបើមានអ្នកល្មើសចេញក្រៅហើយមានគ្រោះថ្នាក់កុំបន្ទោសថាខ្ញុំមិនបានប្រាប់ឲ្យសោះណាយ៉ាងណាក៏ដោយអ៊ំពាន់គាត់មិនបានប្រាប់ថាគាត់នឹងធ្វើអ្វីឲ្យអ្នកភូមិបានដឹងនោះឡើយគឺសំបីតែអ៊ំតេងខ្លារបស់គាត់ក៏គាត់មិនបានប្រាប់ឲ្យដឹងផងមែនតែនទៅការដែលគាត់ប្រាប់ឲ្យអ្នកភូមិសំងំនៅក្នុងផ្ទះក៏ព្រោះតែគាត់ត្រូវទៅធ្វើសឹកអាគមជាមួយនឹងម៉ដំរីឡាំឲ្យណានៃម្ដងណាមួយគាត់ស្រួលចងអាគមដើម្បីកុំឲ្យពពួកដំរីមកធ្វើបាបអ្នកភូមិផងនិយាយរំទៅទោះបីត្រូវបដូរជីវិតក៏គាត់ត្រូវតែធ្វើដែរព្រោះអីសម្ដីរបស់តាឡាំពិតជាប្រមាថដល់គាត់ខ្លាំងពេកហើយជាពិសេសគឺប្រមាថដល់ជីវិតអ្នកភូមិរបស់អ៊ំតេងនោះផ្ទាល់តែម្ដងលុះយប់ឡើងអ្នកភូមិក៏នាំគ្នាចូលផ្ទះឡើងស្ងាត់ជ្រងំតែម្ដងរហូតដល់ម៉ោងប្រហែលជា11យប់អ៊ំពាន់ក៏បាននាំបងប៉ាន់បងសាន់ធ្វើដំណើរទៅកាន់ផ្ទះរបស់តាឡាំដោយផ្ទាល់តែម្ដងដោយពេលនោះអ៊ំតេងគឺជាអ្នកជូនពួកគាត់ទៅព្រោះអីអ៊ំតេងគាត់ស្គាល់ផ្ទះរបស់ម៉ដំរីឡាំនោះស្រាប់ផងហើយពេលដែលទៅដល់ភ្លាមអ៊ំតេងក៏បានចង្អុលទៅកាន់ផ្ទះរបស់តាឡាំដោយគាត់មិនហ៊ាននាំដើរចូលទៅខាងក្នុងនោះឡើយដោយសារតែពេលនោះអ៊ំពាន់ឃើញថានៅខាងក្នុងផ្ទះរបស់តាឡាំនោះនៅមានពន្លឺភ្លើងចង្កៀងនៅឡើយនោះទេរួចគាត់ក៏បានដើរចូលទៅខាងក្នុងរបងផ្ទះដោយប្រុងប្រយ័ត្នបំផុតចំណែកបងប៉ាន់បងសាន់និងអ៊ំតេងពួកគាត់បានដើរតាមពីក្រោយអ៊ំពាន់ហើយបើនិយាយពីកែភ្នែករបស់អ៊ំតេងវិញឡើងកលាប់ចាក់ដូចចោលចូលលួចរបស់អ្នកស្រុកយ៉ាងអញ្ចឹងព្រោះអីពេលនោះយប់ជ្រៅហើយគាត់ខ្លាចតាឡាំប្រើសัตว์ឲ្យមកធ្វើបាបពួកគាត់អីអញ្ចឹងទៅក៏ប៉ុន្តែគ្រាន់តែអ៊ំពាន់ដើរចូលទៅបានតែបន្តិចស្រាប់តែមានសម្លេងរបស់បរិសម្នាក់និយាយដោយសម្លេងមួយនិងច្បាស់ថាទៅណាមកណីដែរអ្នកអើយហេតុអ្វីក៏មិនហៅរកម្ចាស់ផ្ទះបែបនេះឬជាក្រុមចោរចូលមកលួចរបស់មែនទេអ៊ំពាន់ក៏តបវិញថាមិនមែនទេលបងខ្ញុំមកនេះព្រោះមានការសំខាន់បន្ទាន់តែលបងអាចចុះមកនិយាយគ្នាសិនបានទេតាឡាំវិញគាត់ចុះមកពីខាងលើផ្ទះផងគាត់ពោលពាក្យតិចផងថាចុំមានការអីទៅលបងម្ដេចក៏មិនចាំព្រឹកតែម្ដងទៅនេះចិត្តរំលងអាត្រាទៅហើយណាអ៊ំពាន់ក៏តបវិញថាបើសិនជាអាចចាំដល់ព្រឹកបានខ្ញុំក៏មិនចាំបាច់មកទាំងយប់នេះដែរបន្ទាប់មក
តាឡាំក៏បានអញ្ជើញអំពាន់ឲ្យទៅអង្គុយនៅលើគ្រែនាខាងមុខផ្ទះរបស់គាត់រួចហើយក៏ស្រែកហៅទៅកាន់កូនសិស្សរបស់គាត់ថាអាឡុញអើយមកនេះយកអាទឹកសមកទទួលភ្ញៀវបន្តិចមកបន្ទាប់មកគាត់ក៏សួរទៅកាន់អំពាន់ថាចំខ្ញុំដូចជាមិនដែលស្គាល់លបងទេនេះហើយមានការអីលបងនិយាយឲ្យត្រង់មកខ្ញុំដល់ម៉ោងសម្រាប់ឥឡូវហើយអំពាន់ក៏មិនបោបាច់ច្រើនដែរគាត់និយាយត្រង់តែម្ដងគឺគាត់និយាយថាខ្ញុំថាយើងក៏ធ្លាប់ស្គាល់គ្នាម្ដងរួចមកហើយមិនអញ្ចឹងឯងលបងដោះលែងកូនដំរីនោះទៅដល់និយាយផងគាត់បូនមាត់ចង្អុលទៅកាន់កូនដំរីនៅក្នុងទ្រុងនោះផងឬគាត់ក៏បន្តថាពីយប់មកនេះមេបារបស់កូនដំរីនេះពួកវាចូលមកធ្វើបាបអ្នកភូមិខាងត្បូងនេះខ្លាំងណាស់បើលបងមិនប្រឡែងវាវិញទេអ្នកភូមិមិនអាចរស់សុខស្រួលបានទេណាតែឡើងវិញគាត់នៅតែនិយាយយ៉ាងលយគឺពេលនោះគាត់បោះសម្ដីទៅកាន់អំពាន់ថាខ្ញុំថាដូចជាគ្មានអ្វីពាក់ព័ន្ធនឹងកូនដំរីនេះទេបើវាពាក់ព័ន្ធពួកវាច្បាស់ជាមានក្លិនតាមមកដល់កូនដំរីនេះហើយអ៊ំតេងក៏ឆ្លៀតលូកមាត់ថាតែពួកខ្ញុំឃើញច្បាស់ណាស់លបងកូនដំរីមួយនេះគឺជាកូនដំរីដែលជុំមកអលុកនៅភូមិរបស់ខ្ញុំនេះហើយកាលពី3ថ្ងៃមុនពួកខ្ញុំបានឃើញផ្ទាល់ភ្នែកតែម្ដងណាតាឡាំក៏តបនឹងអ៊ំតេងវិញថាលបងកុំចេះតែនិយាយមើលពលលបងគ្មានផុសតាងទេណានេះជាប្រភេទដំរីកម្រខ្ញុំប្រើពេលច្រើនណាស់ទម្រាំតែបានវាមកនេះខ្ញុំមិនអាចប្រឡែងវាងាយបានទេបើពលលបងចង់ឲ្យខ្ញុំលេងលបងមាន10ដំឡឹងទេបើមានលបងយកមកឲ្យខ្ញុំមកខ្ញុំនឹងប្រឡែងដំរីនេះទៅវិញនេះខ្ញុំយល់ថាជាអ្នកភូមិជាប់គ្នាទេបើខ្ញុំដឹកឆ្លងដែនខ្ញុំបានមិនក្រោម15ដំឡឹងទេណាលបងនិយាយចប់គាត់ក៏លើកផ្ដាច់ស្រាមួយពែងរួចហើយក៏ងាកទៅប្រាប់នីលុញថានេះឯងចាក់ស្រាឲ្យពលបងម្នាក់មួយពែងទៅអាលុញតាឡាំគាត់គិតថាអំពាន់ច្បាស់ជាគ្មានគីឡូជាមួយគាត់ទេបើមិនអញ្ចឹងគាត់ច្បាស់ជាប្រើវិធីចាប់មេដំរីនោះបាត់ទៅហើយគឺមិនចាំបាច់ចំណាយពេលទៅសុំចរចាជាមួយនឹងគាត់ដូច្នោះឡើយក៏ប៉ុន្តែអំពាន់វិញគាត់មិនចង់នៅសុកប្រើរបស់ទៅវីគេនោះទេគឺមុននឹងគាត់ធ្វើអ្វីគាត់ត្រូវតែមានហេតុផលច្បាស់លាស់ហើយតលតែនិយាយគ្នាឡើងចូលទើបគាត់ប្រើធัวក្តៅអីចឹងទៅពេលនោះអំពាន់ក៏បានបោះពាក្យមួយម៉ាត់ថាបើលបងមិនព្រមដោះលែងដំរីឬរកដំណោះស្រាយជូនអ្នកភូមិខាងត្បូងនេះទេខ្ញុំក៏មិនទៅណាដែររហូតតតែលបងរកដំណោះស្រាយជូនអ្នកភូមិវិញដោយសារតែយប់នោះមកដំរីឡាំកំពុងតែរៀបចំថ្វាយគ្រូរបស់គាត់ហើយគាត់ក៏ដល់ម៉ោងដែលត្រូវថ្វាយគ្រូដែរតែអំពាន់គាត់នៅតែមិនព្រមត្រឡប់ទៅវិញធ្វើឲ្យការថ្វាយបង្គំរបស់គាត់មិនអាចប្រព្រឹត្តទៅបានស្រួលនោះទេម្យ៉ាងវាជារឿងសម្ងាត់របស់គាត់ស្រាប់ផងម្ល៉េះហើយដើម្បីកុំឲ្យអាក់ខានដល់ដំណើរថ្វាយគ្រូរបស់គាត់តាឡាំបាននិយាយមកកាន់អំពាន់ថាបើឯងចង់នៅក៏នៅទៅតែកុំមករំខានដល់ការថ្វាយគ្រូរបស់អញដោយសារតែពេលនោះតាឡាំគាត់រៀបតែនឹងក្រោកឡើងទៅលើផ្ទះរបស់គាត់ទៅហើយអំពាន់ក៏ខ្ជិលចាយពេលច្រើនគាត់ក៏និយាយទៅកាន់បងប៉ាន់និងមកសាន់ថាអាសាន់អាប៉ាន់ពួកឯងដើរទៅប្រឡែងកូនដំរីនោះទៅឆាប់បានត្រឡប់ទៅផ្ទះវិញណាមកដំរីឡាំវិញគ្រាន់តែលើអំពាន់និយាយដូច្នោះគាត់បើកភ្នែកធំហើយសម្លឹងទៅកាន់បងប៉ាន់និងបងសាន់តាមមកទៅគាត់កំពុងតែប្រើកែភ្នែកដ៏ក្រហមឆ្អៅរបស់គាត់នោះដើម្បីគំរាមដល់បងប៉ាន់និងបងសាន់អីចឹងទៅក៏ប៉ុន្តែដូចបងប្អូនដឹងស្រាប់ហើយបងប៉ាន់និងបងសាន់ពួកគាត់មិនបានញញើតជាមួយនឹងកែភ្នែករបស់តាឡាំនោះឡើយពេលនោះពួកគាត់បានក្រោកឡើងរួចក៏ដើរសម្ដៅទៅកាន់ទ្រុងដំរីនោះឃើញដូច្នោះដោយសារតែមិនដឹងត្រូវធ្វើយ៉ាងម៉េចតាឡាំក៏ញាក់ចិញ្ចើមដាក់នីលុញ
ព្រមទាំងពោលពាក្យមួយឃ្លាថាតើលុញឯងទៅចាត់ការពួកវាទៅកុំឲ្យពួកវាប្រឡែងកូនដំរីនោះឲ្យសោះណានេះលុញក៏មិនចាំយូរដែរគេបានប្រើមៀតដ៏ធំរបស់គេដើម្បីទៅរៀបរៀងដំណើររបស់បងប៉ាន់និងមកសាន់ដោយឡែកបងប៉ាន់និងមកសាន់វិញពួកគាត់ក៏មិនខ្វល់ជាមួយនឹងនាយស្រមុំនោះឡើយពួកគាត់បានដើរទៅកាន់តែជិតទ្រុងដំរីនោះខណៈពេលដែលពួកគាត់ដើរបានប្រហែលជាពាក់កណ្ដាលផ្លូវនីលុញបានស្រែកថាឈប់សិនពីរនាក់បើពួកឯងចង់បើកទ្រុងដំរីនោះឯងត្រូវឆ្លងកាត់អញសិនណាដោយនិយាយបណ្ដាគេបានយកខ្លួនរបស់គេទៅពាំងទ្វារទ្រុងដំរីនោះបណ្ដាមិនត្រឹមតែប៉ុណ្ណោះគេបានបញ្ចេញក្បាច់គុណដើម្បីប្រយុទ្ធជាមួយនឹងអ្នកទាំងពីរទៀតផងពេលនោះបងប៉ាន់និងមកសាន់ពួកគាត់បានងាកមើលមុខគ្នាបន្តិចរួចក៏ងក់ក្បាលដាក់គ្នាដើម្បីជាសញ្ញាប្រាប់ថាពួកគាត់ត្រូវតែបំបាក់នីស្រមុំនោះចោលហើយបើកទ្វារប្រឡែងដំរីនោះឲ្យបានខណៈនោះបងសាន់បានដើរចូលដោយដងខ្លួនហាក់ដូចមិនមានការប្រុងប្រយ័ត្នអ្វីទាំងអស់ភ្លាមនោះនីលុញក៏បានវាត់មួយដៃសម្ដៅមកកាន់មុខរបស់បងសាន់តែម្ដងក៏ប៉ុន្តែបងសាន់គាត់គេចទាន់រួចហើយក៏បានវាត់មួយជើងទៅកាន់គេធ្វើឲ្យគេដួលកពប់ទៅលើដីចំណែកឯដៃរបស់គេវិញបានច្រត់ទៅប៉ះនឹងអាចដំរីពេលនោះគេខឹងខ្លាំងមែនទែនគេបានក្រោកឡើងហើយស្ទុះមកកាន់បងសាន់ជាថ្មីម្ដងទៀតក៏ប៉ុន្តែគេស្ទុះមិនរួចនោះទេព្រោះមួយជើងរបស់បងសាន់នោះវាធ្ងន់ខ្លាំងណាស់អាចថាគេឆ្លោះជើងបាត់ទៅហើយក៏មិនដឹងដែរព្រោះអីពេលដែលគេក្រោកឡើងហើយស្ទុះទៅវាបងសាន់វិញនោះគេបានដួលទៅលើដីដោយឯងឃើញដូច្នោះបងប៉ាន់ក៏បានទៅបើកទ្វារកូនដំរីនោះក៏ប៉ុន្តែដោយសារតែទ្វារនោះពួកគេបានខ្ទាស់ច្រើនជាន់ធ្វើឲ្យបងប៉ាន់គាត់មិនអាចបើកបានភ្លាមៗនោះទេខណៈនោះត្បិតនីលុញគេក្រោកមិនរួចក៏ពិតមែនតែគេអាចស្រែកប្រាប់គ្រូរបស់គេបានគឺពេលនោះគេបានស្រែកប្រាប់តាឡាំថាលោកគ្រូគេបើកទ្វារដំរីបានឥឡូវហើយភ្លាមនោះតាឡាំបានបោកពេងស្រានោះចោលរួចហើយក៏ស្រែកខ្លាំងៗថាចំជាកំសាកមែនវុយបន្ទាប់មកគាត់ក៏បានក្រោកឡើងដើម្បីទៅរៀបរៀងបងប៉ាន់និងបងសាន់ដែរក៏ប៉ុន្តែពេលនោះមិនមែនគាត់រត់ទៅទទួលដោយផ្ទាល់នោះទេគឺគាត់បានដកកំភ្លើងរួចហើយក៏បាញ់សម្ដៅទៅកាន់បងប៉ាន់និងបងសាន់យកតែម្ដងក៏ប៉ុន្តែដោយបងប្អូនបានស្គាល់កន្លងមកអញ្ចឹងបងប៉ាន់និងបងសាន់ត្រឹមតែក្រោកកំភ្លើងធម្មតាគ្មានបញ្ហាអីសម្រាប់ពួកគាត់នោះឡើយបន្ទាប់ពីឃើញដូច្នោះតាឡាំក៏ចាប់ផ្ដើមមានការសង្ស័យលើក្រោកកំភ្លើងរបស់គាត់រួចគាត់ក៏បាញ់រះ 3-4 គ្រាប់ថែមទៀតបន្ទាប់មកគាត់បានប្រសិទ្ធិនៅមុនគិថារបស់គាត់ដាក់នៅនឹងកណ្ដុងកំភ្លើងរបស់គាត់រួចហើយក៏បាញ់ទៅកាន់បងប៉ាន់និងបងសាន់ជាថ្មីម្ដងទៀតក៏ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់កាន់តែស្លុតនោះគឺបងប៉ាន់និងបងសាន់ឈរនៅធ្វើមិនដឹងផ្អើលតែដំរីនៅក្នុងទ្រុងនោះស្ទើរតែធ្លីទ្រង់ទៅហើយឃើញដូច្នោះមកដំរីឡាំក៏បានក្រវែងកំភ្លើងនោះចោលរួចហើយក៏និយាយថាយប់នេះពួកឯងកុំសង្ឃឹមថាចេញផុតពីផ្ទះរបស់អញសោះណាពួកឯងត្រៀមតែចោលឆ្អឹងនៅទីនេះទៅនិយាយរួចគាត់ក៏បានស្ទុះឡើងទៅលើផ្ទះរបស់គាត់ចំណែកបងប៉ាន់និងបងសាន់វិញឆ្លៀតពេលដែលតាឡាំឡើងទៅលើផ្ទះនោះពួកគាត់ក៏បានប្រឡែងកូនដំរីនោះបាត់ទៅហើយពេលដែលប្រឡែងរួចហើយកូនដំរីសនោះក៏បានរត់យ៉ាងលឿនសម្ដៅទៅទិសខាងត្បូងតាមមើលទៅវាកំពុងតែរត់ទៅតាមក្លិនសារមេបារបស់វាដែលកំពុងតែចូលមកលុកលុយភូមិរបស់អំតេងក៏មិនដឹងដែរចំណែកបងប៉ាន់និងបងសាន់វិញកាលដែលបានប្រឡែងកូនដំរីនោះរួចហើយពួកគាត់ក៏បានមកអង្គុយនៅលើគ្រែជាមួយនឹងអំពាន់ដែរពួកគាត់មិនទាន់ត្រឡប់ទៅផ្ទះវិញភ្លាមៗនោះទេព្រោះបើទោះបីជាពួកគាត់ទៅក៏ពួកគាត់មិនទាន់បានដាច់ស្រេចជាមួយនឹងមកដំរីឡាំនោះដែរម្ល៉េះហើយពួកគាត់មានតែអង្គុយរងចាំគាត់ចុះត្រឡប់មកវិញ
ឬបើមានអ្វីកើតឡើងបន្តទៀតពួកគាត់ត្រូវតែចាប់ផ្ដើមដោះស្រាយឲ្យចប់នៅយប់នោះបានប្រហែលជាបន្តិចក្រោយមកសំឡេងផ្គរលាន់ក៏ចាប់ផ្ដើមបន្លឺឡើងជាខ្លាំងមើលទៅអំតេងវិញគាត់ភ័យស្ទើរតែលោះព្រលឹងចេញពីខ្លួនបាត់ទៅហើយដោយសារតែនៅយប់នោះគាត់បានឃើញទស្សនវិជ្ជាសាហាវខ្លាំងពេកបន្តិចក្រោយមកពួកគាត់ក៏បានឃើញមនុស្សចម្លែកមួយយ៉ាងធំផុសឡើងនៅខាងក្រោយផ្ទះរបស់តាឡាំរូបគេខ្ពស់ប្រហែលទៅនឹងដើមដូងចំណែកឯដៃជើងរបស់គេវិញគឺវែងខ្លាំងមែនទែនភ្លាមនោះអ៊ំតេងក៏លាន់មាត់ថាចុះមកលបល់យកធ្វើយ៉ាងម៉េចតើអាខ្លាអំពាន់ក៏និយាយថានៅឲ្យតែស្ងៀមទៅអាខ្លាកុំចុះចេញពីក្រែនេះឲ្យសោះណាបន្ទាប់មកអ៊ំពាន់ក៏និយាយទៅកាន់បងប៉ាន់ថាអាប៉ាណាឯងចាំអត់កាលមុនយើងក៏ធ្លាប់កំចាត់អាគមប្រភេទនេះរួចម្ដងហើយបងសាន់ក៏សួរថាចុំអ៊ំនិងអាប៉ាន់ធ្លាប់កំចាត់វាពីពេលណាមិនក៏ខ្ញុំមិនដែលដឹងសោះអញ្ចឹងអ៊ំពាន់ក៏ប្រាប់ថាបើតាមអញចាំពេលនោះឯងរបួសធ្ងន់គឺពេលដែលយើងទៅរកទិញទឹកឃ្មុំរបស់អ្នកស្រុកនោះអីបងសាន់ក៏និយាយថាអូខ្ញុំចាំបានហើយអ៊ំចុះឥឡូវយើងគិតប្រើវិធីអ្វីដើម្បីបកទៅគេវិញទៅអ៊ំពាន់ក៏និយាយថាវានេះបានតែខ្ពស់សំណោកទេពួកឯងទាំងពីរចាំប្រើគេថាចងជើងរបស់វាទៅចំណែកអញនិងអាខ្លាតេងនៅលើក្រែនេះបន្តិចទៀតវាគង់តែហក់ចូលមកសង្គ្រប់ជើងទេពួកឯងត្រៀមនៅឲ្យឆ្ងាយបន្តិចទៅហើយពេលនោះពួកឯងនឹងមានឱកាសយកអំបោះអាគមទៅចងជើងរបស់វាណាពេលនោះអ៊ំពាន់និយាយមិនទាន់ចប់ស្រួលបួលផងមនុស្សយក្សនោះក៏បានលើកជើងមកជន់ក្បែរក្រែអ៊ំពាន់បន្ទាប់មកគេបានញញថ្មិញដាក់គាត់ព្រមទាំងយកដៃទាំងពីររបស់គេបំរុងនឹងទៅច្របាច់អ៊ំពាន់ឲ្យដូចជាជៀនតែម្ដងក៏ប៉ុន្តែពេលនោះគេមិនអាចច្របាច់ងាយបាននោះទេព្រោះនៅពេលនោះអ៊ំពាន់គាត់បញ្ចេញនៅរទ្ធីបារមីរបស់គាត់ឡើងភ្លឺចិញ្ចាញចិញ្ចាចជុំវិញក្រែនោះតែម្ដងធ្វើឲ្យភ្នែករបស់គេចាំងពន្លឺនោះជាខ្លាំងហើយគ្រួយក្បាលដូចគោត្រូវស្រាំងតិចយ៉ាងអញ្ចឹងឆ្លៀតពេលនោះបងប៉ាននិងបងសាន់ក៏បានប្រើគាថារបស់ពួកគាត់ទៅចងជើងរបស់គេជាមួយនឹងអំបោះគុំរបស់ពួកគាត់គឺពេលនោះពួកគាត់ចងម្នាក់ម្ខាងធ្វើឲ្យមនុស្សសំណោកនោះគេបានក្តៅក្រហោកក្រហាយជាខ្លាំងរហូតដល់ថ្នាក់គេច្រឡោតហើយប្រកាច់ស្ទើរតែជន់ពួកគាត់ទៅហើយក៏ប៉ុន្តែពួកគាត់ក៏បានប្រុងខ្លួនអស់ដែរគឺមិនឲ្យគេច្រឡោតប៉ះពួកគាត់ឡើយបន្តិចក្រោយមករូបគេក៏បានប្រែក្លាយទៅជាមនុស្សធម្មតាវិញគឺគេបានក្លាយទៅជាម៉ូដដំរីឡាំនោះឯងពេលនោះគេបានស្រែកអង្វរអំពាន់ក៏ដូចជាបងប៉ាន់និងបងសាន់ថាខ្ញុំចុះចាញ់ហើយលបងទាំង3សូមមេត្តាកុំសម្លាប់ខ្ញុំអីទុកជីវិតឲ្យខ្ញុំបានរស់បន្តផងចុះដល់និយាយផងគេសុំអង្វរឲ្យពួកគាត់ស្រែកចំណងអាគមចេញពីជើងរបស់គេផងចំណែកញីលុញវិញពេលនោះគេបានត្រឹមតែពួនលាក់ខ្លួនក្បែរត្រង់ដំរីតែប៉ុណ្ណោះទោះបីជើងជឿខ្លាំងប៉ុណ្ណាហើយច្រមុះស្អុយអាចដំរីប៉ុណ្ណាក៏គេមិនហ៊ានក្អកបន្តិចដែរចំណែកអំពន់វិញដោយសារតែគាត់មិនចង់ផ្ដាច់គេចោលគាត់ក៏បានបង្គាប់ឲ្យបងប៉ាន់និងបងសាន់ទៅស្រាយចំណងឲ្យគេវិញបន្ទាប់ពីចំណងត្រូវបានស្រាយពីជើងរួចហើយមកដំរីឡាំក៏បានស្ទុះមកថ្វាយបង្គំពួកគាត់ហើយសុំរាប់អានពួកគាត់ដូចជាសិស្សច្បងនិងសិស្សប្អូនតរៀងមកចំណែកអំពន់វិញគាត់ក៏មិនប្រកាន់អ្វីដែរសំខាន់ឲ្យតែនៅថ្ងៃខាងមុខគេព្រមរកស៊ីសុចរិតដែលមិនប៉ះពាល់ដល់អ្នកដទៃទៅគឺជាការគោរពដឹងគុណចំពោះគាត់បាត់ទៅហើយបន្ទាប់មកអ៊ំពាន់ក៏នាំគ្នាត្រឡប់មកផ្ទះអ៊ំតេងវិញទាំងយប់តែម្ដងចំណែកឯកូនដំរីសនោះវាក៏បានត្រឡប់ទៅជួបមេបារបស់វាវិញដោយសារតែពេលនោះ
វងមេរបស់វាបានចូលមកអុកឡុកភូមិរបស់អំតេងដែរក៏ប៉ុន្តែពេលដែលពួកវាបានជួបកូនរបស់ពួកវាហើយពួកវាក៏មិនបានធ្វើសកម្មភាពអ្វីធ្ងន់ធ្ងរទៀតដែរហើយចាប់ពីថ្ងៃនោះមកភូមិរបស់ពួកគាត់ក៏មិនមានពពួកសត្វដំរីសនោះចូលមកអុកឡុកអ្នកភូមិទៀតដែររឿងរ៉ាវដែលពុកម៉ែបងប្អូនកំពុងតែតាមដានស្ដាប់ក៏ឈានមកដល់ទីបញ្ចប់សូមអធិស្ឋានបើមានកំហុសខុសឆ្គងត្រង់ប្រការណាមួយជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណសូមគោរពលា